ក្រសួងព័ត៌មានសម្រាប់លុបចោលសុពលភាពនៃបានសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានក្រោយពីបានរកឃើញមានកំហុសខុសឆ្គងវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរនៅល្ងាចថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025នេះនៅពេលកម្លាំងសមត្ថកិច្ចចោះបង្ក្រាបករណីរំដោះអ ுக ្រិតជនជាតិវៀតណាមចេញពីសាលាដំបងខេត្តស្វាយរៀងមានរូបភាពដែលត្រូវបង្ហោះអមដោយការអធិប្បាយជាមួយពាក្យសម្ដីមិនសមរម្យលើរូបរាងកាយស្ត្រីនិងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រីតាមការស្រាវជ្រាវដែលបានប្រើប្រាស់នឹងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យគឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ដែលមានឈ្មោះខាន់សារ៉ាត់ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀងទន្ទឹមនឹងនេះជាទង្វើខ្វះសិលធម៌និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលបានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្ដីនិងបៀតបៀនលើរូបរាងកាយរបស់ស្ត្រីឡើយវិធានការនៅចំពោះមុខគឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបានសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះខាន់សារ៉ាត់នេះភ្លាមក្រោយពីបានរកឃើញមានកំហុសខុសឆ្គងវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរក្រសួងព័ត៌មានក៏បានដាក់បុគ្គលនេះនៅក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឲ្យធ្វើអាជីវកម្មនិងសកម្មភាពនានានៅក្នុងវិស័យព័ត៌មាននិងសោតទោសចាប់ពីពេលនេះតទៅបន្ថែមលើនេះទៅទៀតនៅព្រឹកស្អែកមន្ត្រីជំនាញនៃក្រសួងព័ត៌មាននិងក៏ហៅបុគ្គលឈ្មោះខាន់សារ៉ាត់នេះមកធ្វើការណែនាំនិងអនុវត្តតាមវិធានការស្របតាមលិខិតបទកថាគតិយុត្តនិងច្បាប់ជាធរមានជាមួយគ្នានេះដែរក្រសួងព័ត៌មានក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀតនិងសាធារណជនសូមមេត្តាបញ្ឈប់ការចែកចាយនិងផ្សព្វផ្សាយព័ត៌មាននៅរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះនិងសូមក្រានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ភ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននិងច្បាប់ជាធរមាន